ហើយជាបានទាំងមួយចំនួននៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកវិធីជាបន្តបន្ទាប់ទៅបង្ហាញជូនទៀតដោយជាបន្ថំនេះគឺខ្ញុំចាប់ផ្ដើមឡើងតាមវិធីកន្លោះកាត់បាទខ្ញុំបន្តដល់វិធីកន្លោះកាត់បាទវិធីកន្លោះកាត់នេះគឺជាវិធីមួយដែលខ្មែរប្រើសម្រាប់បង្កើតពាក្យថ្មីដោយផ្ដើមចេញពីការកន្លោះសំណុំពាក្យមួយទាំងស្រុងឬដោយរលើរួចកាត់ចោលផ្នែកខ្លះនៃសំណុំពាក្យដែលកន្លោះបាននោះដោយទុកតែព្យាង្គណាមួយតែគេចង់បានតែប៉ុណ្ណោះណាអញ្ចឹងគេមានវិធាននៅក្នុងការបង្កើតពាក្យតាមវិធីនេះពោលគឺគេយកសំណុំពាក្យទាំងស្រុងឬដោយរលើទៅកន្លោះជាមុនសិនឧទាហរណ៍ដូចជាពាក្យត្រង់មូសអញ្ចឹងត្រង់មូសគេកន្លោះទៅបានទៅជាទ្រុសមុងទ្រុសមុងគេកាត់ផ្នែកខ្លះនៃសំណុំពាក្យដែលកន្លោះបាននឹងចោលឧទាហរណ៍ដូចជាកាត់ពាក្យទ្រុសចោលលើអញ្ចឹងដែលជាព្យាង្គខាងដើមចោលហើយនៅសល់តែមុងអញ្ចឹងការដែលយើងហៅមុងសប្តាហ៍ហ្នឹងអានឹងតាមមតិរបស់លោក Yuker ហើយនឹងអ្នកវេយ្យាករណ៍ចំនួនដើមហ្នឹងគេយល់ឃើញថាមុងហ្នឹងកើតឡើងតាមវិធីកន្លោះកាត់គឺទ្រុសមុងត្រង់មូសយើងបានត្រង់មូសយើងកន្លោះវាទៅបានទៅជាទ្រុសមុងរួចគេកាត់ទ្រុសចោលនៅសល់មុងខ្ញុំមានការកាត់សម្គាល់ថាតាមធម្មតាទ្រុងគេធ្វើយកដាក់សัตว์ឲ្យនៅខាងក្នុងអ្នកដូចទ្រុងមាន់ទ្រុងជ្រូកគឺជ្រូកនិងមាន់នៅខាងក្នុងក៏ប៉ុន្តែផ្ទុយទៅវិញអាទ្រុងមូសនេះយើងអត់បានដាក់មូសនៅខាងក្នុងទេគេដាក់មូសនៅក្រៅវិញមនុស្សនៅក្នុងទេតើអញ្ចឹងបែបបញ្ញត្តិនឹងហើយដែលនាំឲ្យមនុស្សខ្មែរយើងជនជាតិខ្មែរយើងនឹងកើតមានអារម្មណ៍មួយកន្លោះពាក្យនឹងវិញហើយវាមិនមែនជាទ្រុងមូសឯណាព្រោះមូសនៅក្រៅមិនមែនមូសនៅក្នុងអញ្ចឹងគេកន្លោះទៅបានទ្រុសមុងហើយលុបទ្រុសចោលចេញមុងនេះឯងអានេះវាតាមការកត់សម្គាល់ខ្លួនរបស់ខ្ញុំណានៅក្នុងការអនុវត្តនេះគឺគេអាចបង្កើតបរិវារស័ព្ទមួយចំនួនដូចជាពាក្យថាព្រៅឃើញទេតែយើងផ្សំជាមួយនឹងមេម៉ាយឲ្យបានទៅជាមេម៉ាយមេព្រៅឃើញទេមេម៉ាយមេព្រៅនេះបានមកពីអីថាព្រៅនោមព្រមនៅម្នាក់ឯងនេះវាតាមនៅក្នុងវចនានុក្រមមួយចំនួនដែលគេបានចែកពាក្យផ្សោដូចជាពាក្យថាផ្សោនេះក៏កើតចេញអំពីវិធីកន្លោះកាត់នេះដែរណាគេថាផ្សោមានចាផ្សាមានចោធម្មតាតែមានផ្សាគឺមានចោហើយយើងគេថាផ្សាមានចោគេកន្លោះមកថាផ្សោមានចាគេលុបអាមានចាចោលទុកតែផ្សោហើយគេយកផ្សោនេះទៅប្រើផ្សំជាបរិបទស័ព្ទជាមួយនឹងផ្សាបានទៅជាផ្សោនេះយើងឮពាក្យថាវត្តវ៉ាអាវ៉ាហ្នឹងក៏បរិបទស័ព្ទតែកើតចេញតាមវិធីកន្លោះកាត់ដែរដូចជាហៅវ៉ាលោកទាត់វត្តលោកតាវត្តហ្នឹងគឺវត្តលោកតាអញ្ចឹងគេកន្លោះមកវិញថាបានវ៉ាលោកទាត់ហើយគេលុបលោកទាត់ចោលនៅសល់តែវ៉ាយកទៅផ្សំជាមួយនឹងវត្តបានទៅជាវត្តវ៉ានេះឯងអញ្ចឹងវិធីកន្លោះកាត់នេះគឺខ្មែរយើងធ្លាប់បានប្រើច្រើនណាស់ដូចជាបង្កើតឈ្មោះក្រឡានអញ្ចឹងនំក្រឡានដែលយើងហូបហ្នឹងគឺបានមកពីពាក្យថាក្រឡឹងចង្ក្រានអញ្ចឹងគេចំអិនក្រឡានហ្នឹងដោយដាក់ចង្រៀបកំពុងក្រឡានហ្នឹងទៅជុំវិញកលឹងជុំវិញចង្ក្រានហ្នឹងហើយគឺអត់មានឈ្មោះពីដើមឡើយអញ្ចឹងគេយល់ឃើញថានេះវាកលឹងចង្ក្រានយើងគេលោះទៅបានក្រឡានចង្ក្រឹងហើយគេលុបចង្ក្រឹងចេញនៅសល់តែក្រឡានដែលយើងបង្កើតបានទៅជាឈ្មោះនៃនំមួយដែលខ្មែរយើងបានធ្វើតាំងពីដើមរៀងមកហើយប្រើរហូតមកដល់សប្តាហ៍នេះបាទនេះគឺជាវិធីកន្លោះកាត់ខ្ញុំសូមសង្ខេបទៅខ្លីប៉ុណ្ណេះចុះលោកអ្នកទើបនឹងបានស្ដាប់បទសម្ភាសន៍នៃកម្មវិធីភាសាខ្មែរ